ថ្ងៃនេះមកធ្វើជាមួយនឹងបាញ់ត្រាំមានអូនឲ្យបងគួយគុណបើសិនអូនចិត្តគុណមកទៅឆ្ងាញ់រដងបងប្អូនធ្លាប់តែញ៉ាំបាញ់ត្រាំក្លុកធើតថ្ងៃនេះខ្ញុំមកធ្វើបាញ់ត្រាំគួងម្ដងបាញ់ត្រាំគួងហ្នឹងគឺស្រួយសំខាន់មានរសជាតិជូរផ្អែមបោះស្វាយបាញ់ត្រាំរបស់យើងក៏ហល់ខ្លាំងដែរចឹងបាញ់ត្រាំដំបូងខ្ញុំបៀកទឹកតិចបំផុតដាក់ស្នូលចូលទៅបងប្អូនចូលចិត្តហូបអីយើងដាក់នឹងសំខាន់មានស្បែកជ្រូកទៀតឲ្យហិតទៅស្រួយហើយយើងគួងឲ្យណែនដៃឯងបងប្អូនហើយតិចនិចរបស់ខ្ញុំគឺខ្ញុំដាក់លើខ្ទះបាយដាក់ប្រេងឯណាបងប្អូនជ្រេទៅជ្រេមកមួយផ្លែទៅដងតបាញ់ត្រាំយើងស្រួយខ្ញោកតែម្ដងហើយជាមួយនឹងរូបពពុនទឹកសុសណាឲ្យតែមានទឹកសុសបានណាខ្ញុំដាក់ស្ករ2ស្លាបព្រាទឹកត្រី1ស្លាបព្រាជាមួយនឹងទឹកម្ទេស3ស្លាបព្រាក្រូចទូចហ្នឹង2ផ្លែដាក់ម្ទេសហូរច្រើនមកកូរឲ្យសព្វហើយយើងទៅទិញខយតែសាំបាញ់ត្រាំញ៉ាំជាមួយនឹងភេសជ្ជៈរបស់ខយទៅចេញថ្មីតែបៃតងយ៉ាកូនហ្នឹងគឺស៊ីគ្នាហ្មងសំខាន់បានលាយជាមួយនឹងចំហួយឆ្ងាញ់ទៀតហើយសម្រាប់ភេសជ្ជៈហ្នឹងញ៉ាំទៅល្អសម្រាប់សុខភាពជាមួយនឹងសម្រស់ហើយបងប្អូននឹងស្រាប់ហើយយ៉ាកូនគឺជួយលើបញ្ហាកាតេះពោះវៀននិងប្រព័ន្ធរំលាយអាហារយើងច្រើនមែនតើបើតែបៃតងវិញគឺជួយស្បែកយើងស្អាតរួមទៅការពារស្បែកយើងនៅក្រោមពន្លឺ UV ហើយបងប្អូនដឹងថាខ្ញុំទៅទិញខយសាខានៅណាអត់សាក់ទាយមើលហើយសាខាបឹងស្នាវតាឥឡូវយើងទិញទៅផ្ទះមុខ3ម្ដងបាញ់ត្រាំក្លុកបងប្អូនវាជ្រុះស្នូអស់លេងហើយដល់ពេលខ្ញុំគួងអញ្ចឹងណាគឺយើងញ៉ាំបានទាំងសាច់ទាំងបកាអីទាំងអស់គឺអត់ជ្រុះទៅណាទេសម្រាប់ទឹកជ្រលក់ហ្នឹងគឺជូរផ្អែមសំខាន់ហល់ស្វាយហ្នឹងជូរបងប្អូនឆ្ងាញ់ណាស់ជាមួយនឹងភេសជ្ជៈខនេះបងប្អូនញ៉ាំទៅល្អសម្រាប់សុខភាពហើយឆ្ងាញ់ទៀតអត់ដឹងថានិយាយមិនទេបងប្អូនសម្រាប់រសជាតិហ្នឹងគឺប្លែកតែ$2ចាប់ពី$2ឡើងស្អីអេសសម្រាប់រសជាតិខ្ញុំញ៉ាំគឺមាន aloe vera នៅខាងក្រោមហ៎បងប្អូនទៅច្រើនthêmមែនតើមិនតកក់ណាតែ fresh ឆ្ងាញ់មែនតើវាប្រភេទជូរផ្អែមស្រាខ្ញុំ recommend បងប្អូនញ៉ាំស្ករ 70% បានហើយមើលល្មមឆ្ងាញ់កុំយក 100% ណា 70% បានហើយសម្រាប់រសជាតិនេះគឺគុជសវារៀងស្វិតដូចគុជចឹងហ៎បងខ្ញុំ rate ឲ្យ8កន្លះលើ10គឺចំហួយដូងហ៎បងប្អូនចំហួយដូងក៏ឆ្ងាញ់ដែរប៉ុន្តែសម្រាប់បងប្អូនអត់សូវចូលចិត្តញ៉ាំផ្អែមច្រើនណាពេលញ៉ាំចំហួយដូងកំងស្ករ 50% បានហើយដោយសារចំហួយហ្នឹងគឺមានរសជាតិផ្អែមស្រាប់ហើយអញ្ចឹងយើងកំងភេសជ្ជៈហ្នឹងធំ50អីញ៉ាំឆ្ងាញ់ណាស់បងប្អូនអរគុណបងប្អូនដែលទស្សនាវីដេអូនេះចាប់ណាបាយបាយបងប្អូន